នេះយើងអ្នករៀនភាសាអង់គ្លេសប្រហែលជាដឹងហើយថាពាក្យ make បកប្រែខ្មែរយើងមកមានន័យថាម៉េចគឺគោលហ្មងគឺតែមួយមែនទេស្មើនឹងបង្កើតប៉ុន្តែអង់គ្លេសន័យរបស់វាបដោយអត់ទេវាមានច្រើនហើយវាប្រើវាអូយញ៉ៃញ៉ៃណាបើចង់ដឹងជាមួយយើងទៅមើលមេរៀនទាំងអស់គ្នាអូខេ make គឺប្រើថាធ្វើបង្កើតឬក៏ផលិតគឺ3នឹងប៉ុន្តែការប្រើវាបើសិនជាបកប្រែហ្មងគឺវាច្រើនអានេះមេរៀនពេញលេងការប្រើប្រាស់ពាក្យ make អានេះជាមូលដ្ឋានរបស់វា part of speech គឺវាជាកិរិយាមកងាររបស់វាគឺប្រើក្នុងន័យធ្វើឲ្យផលិតផលបង្កើតឬក៏បង្ខំបើជានាមវាប្រើក្នុងន័យ mark model ចំណោនឬក៏ចំណោនសំទោសចំនួនឬក៏ប្រភេទផលិតផលឆ្ងល់ទេធ្លាប់ជួបអត់បញ្ហាចាំមើលមេរៀនពេញទាំងអស់គ្នាឥឡូវនេះតម្រង់កិរិយាស្តង់ដាររបស់វាយើងដឹងហើយថាកិរិយាពួកកិរិយារូបរាងវាញ៉ៃញ៉ៃវីដេអូរហូតបើមិនយើងអត់ដឹងតម្រង់វាបែបណាទេយើងនឹងគិតថាវាជាពាក្យថ្មីក៏ប៉ុន្តែវាជាពាក្យដាល់លើគាត់ថាវាបដូរតួនាទីនឹងរូបរាងអានេះបបទី1គឺរូបរាងវា make នេះបើមិនជាអ្នកធ្លាប់រៀន grammar ក៏ដឹងហើយសំខាន់ណា grammar គ្រូឃើញភាគច្រើនគេប្រាប់ថាបើយើងចង់ចេះអង់គ្លេសលឿនណាយើងមិនបាច់សឹកខ្វល់មួយ grammar យើងរៀនពាក្យបានច្រើននៅជួបពាក្យថ្មីយើងឆែកតែគេអត់ប្រាប់ថាឆែកនៅណាផងហ្នឹងតែសម្រាប់គ្រូណែនាំឲ្យគ្នាយើងរៀន grammar សិនបានឆាប់យល់ថាមេរៀនពួកពាក្យមួយវាមិនវាធ្វើការមិនវាមានន័យមិនហេតុអីនៅពេលដែលគេទៅរៀបពាក្យគេយល់ពាក្យគេអត់មកប្រាប់យើងថា verb ជាអីនាមជាអីណាតែពួកកិរិយាវាមានសំទោសពួក grammar វាមានច្រើនតែអីដែលគ្នាយើងត្រូវរៀនគឺ part of speech ទាំង8រៀនពួកអានឹងចេះហើយកាន់តែច្រើនកាន់តែល្អព្រោះយើងដឹងថាអង់គ្លេសវាប្រែប្រួលមិនខ្លះតែ grammar វាមានទាំងអស់ part speech ទាំង8វាប្រាប់ទាំងអស់ថានៅពេលដែលពាក្យនេះវាជាអញ្ចេះប្រភេទអីនិយាយទៅនៅពេលយើងដឹងវាគឺរៀនពាក្យស្រួលហ្មងនេះបើភាសាខ្លួនឯងផ្ទាល់ឥឡូវនេះទី1នេះទី2អត្តកាលនេះ made នេះ make ទី3ក៏ made ប្រើក្នុង perfect tense និង passive voice ទី4គឺ present participle sorry participle និយាយទៅអង់គ្លេសវាបាក់ត្រង់មួយទៀតគឺថាខ្លួនវាមិនមែនអានចឹងបានរហូតណាអ្នកដែលជឿជាក់ថាខ្លួនឯងចេះអានណាត្រូវសាករៀនពួកព្យញ្ជនៈពួកស្រៈដឹងថាពួកវាមួយសលេងវាមានប៉ុន្មានប្រែប្រួលនៅពេលវានៅដើមប្រយោគកដាលប្រយោគសំទោសនៅពេលវានៅដើមពាក្យកដាលពាក្យហើយនឹងចុងពាក្យសលេងវាបែបណាត្រូវដឹងឲ្យអស់ហើយនឹង IPA នៅពេលដែលចេះពួកហ្នឹងឲ្យហើយយើងអានស្រួលហ្មងអានេះ making ការកំពុងបន្តទី3 makes គឺ time as ប្រើជាមួយ he she it និយាយតែនេះគ្រូអត់បញ្យល់ប្រហែលច្រើននៃព្រោះអីមេរៀនពួកវានៅក្នុង grammar ផ្នែកទី1សេចក្តីសង្ខេបរចនាសម្ព័ន្ធទាំង10មែនទេអូខេយើងត្រូវដឹងថាចាពាក្យ make នេះមួយជាភាសាបុរាណនៃអង់គ្លេសខ្លួនមួយអង់គ្លេសបើសិនជាធ្លាប់រៀនគឺខ្លួនមួយវាគឺជាដើមឈើគឺវាបែកខ្នែងច្រើនហើយពួកនេះក៏ចឹងដែរជាពិសេសមិនមែនតែនេះណាពាក្យ make មួយណាពាក្យច្រើនទៀតដែលវាខ្លួនមួយទៅវាបែកខ្នែងច្រើនព្រោះវាជាពាក្យបុរាណនៃអង់គ្លេសចាំមើលគ្រូបញ្យល់ទៀតវាញ៉ៃញ៉ៃនៅពេលដែលវានៅជាមួយពួកក្រុម part speech ទាំង8អត្ថន័យវាបដូរហ្មងមិនមែនពាក្យហ្នឹងបកប្រែខ្មែរយើងមិនតែមួយនឹងវាប្រើតែមួយនឹងន័យតែមួយនឹងទាំងអស់អត់ទេបើសិនជាគិតចឹងគឺខុសហើយតែអ្នករៀនមានច្រើនប្រភេទណាតែគ្រូយកតែពីរប្រភេទឯងអ្នករៀនភាសាទី1គឺអូនអ្នករៀនដែលត្រូវការអង់គ្លេសយកទៅប្រឡងទី2គឺអ្នករៀនដើម្បីចេះនិយាយចេះស្រួលក្នុងការប្រើប្រាស់អ្នកដែលត្រូវការវាយកទៅប្រើប្រាស់បដ ாய் អ្នកដែលរៀនគឺអូនត្រូវតែចាំទាំងអស់មិនថាចំណងជើងប្រភេទវាមិនរួមជាមួយពួកអស់អីអស់នេះរួមជាមួយពួកpart of speech ទាំង8ហ្នឹងត្រូវតែដឹងត្រូវតែចាំតែអ្នករៀនមិនបាច់ខ្វល់ពីពួកនេះទេបើសិនជាខ្វល់នេះនៅពេលដែលយើងចង់ប្រើវាក្នុងន័យបែបណាយើងទៅរួមវាយើងដឹងខ្លះក៏បានដែរតែមិនចាំក៏អត់បញ្ហាដែរពួកចំណងជើងអីអស់នេះយើងត្រូវដឹងពួកអស់នេះចាំមកគ្រូបញ្យល់ឥ
អូខេអានេះទី1 make book noun ស្មើនឹងធ្វើឬបង្កើតឲ្យមានរបស់អ្វីមួយមែនទេបើ adjective ធ្វើឲ្យមានសន្តិភាពឬអារម្មណ៍បើ book someone book verb មួយគឺបង្ខំឬក៏ធ្វើឲ្យនរណាម្នាក់ធ្វើអ្វីមួយគ្មាន to និយាយទៅបើសិនជាចង់ចេះចង់យល់ពីវាត្រូវតែរៀន grammar ព្រោះអីរៀនពាក្យគ្រូអត់បរៀនគ្រូអត់បញ្យល់ថែមទេណាថាពួកអស់នឹងវាមិនខ្មិចព្រោះយើងផ្ដោតលើតែពាក្យ make តែមួយទេអានេះ make object បើ adjective ធ្វើឲ្យអ្វីមួយស្ថិតក្នុងស្ថានភាពបែបនោះ make object បូក noun តែងតាំងឬធ្វើឲ្យខ្លះជាតួនាទីថ្មីនេះ place time many អានេះបូកមួយ make បូក place make បូក time make បូក money ទៅដល់នេះ place time គឺតាន់ពេលមែនអត់នេះរកលុយ money make បូក particle នេះគេហៅថា phrasal verb ពាក្យផ្សំដែលបកប្រែរួមជាដុំអានេះសំខាន់ណាស់ពួកផ្សេងគឺយើងអាចយល់ន័យបានទោះបីយើងអត់ទាន់ចេះច្រើនប៉ុន្តែអានេះគឺយើងហាមបកប្រែមួយយើងត្រូវបកប្រែវាជារួមយើងត្រូវដឹងថានៅពេលដែលវានៅគូគ្នាគឺគេប្រើន័យមិនគឺន័យវាមិនវាស្មើនឹងខ្មែរយើងបកប្រែតែមួយម៉ាត់ទេតែវាត្រូវប្រើជាគូតែបើសិនជាយើងប្របែកវាភ្លាមអត្ថន័យដូរភ្លាមមកអានេះយើងត្រូវតែហ៊ានយើងត្រូវតែប្រាប់ខ្លួនឯងថាអង់គ្លេសគឺវាអញ្ចឹងហាមកែហាមអីគេដាក់មកមិនយើងប្រើអញ្ចឹងស្រួលអានេះ make imperative ឬក៏ attitude ប្រើសម្រាប់បញ្ជាឬបង្ហាញអាកប្បកិរិយា made of made from made with ប្រើសម្រាប់ប្រាប់ពីវត្ថុធាតុដើមឬគ្រឿងផ្សំអានេះ make noun use ប្រើសម្រាប់និយាយពីម៉ាកឬយីហោទំនិញឥឡូវចូលមិញហ្នឹងគឺអានេះទី1វាគឺសរុបថាមុខងារវាប្រើជាមួយពួកក្រុមអីគេខ្លះនៅក្នុងភាសាស្ពីទាំង3នៃវាមិនឥឡូវនេះលំអិតទី1មិញហ្នឹង make noun មែនទេ book noun មែនទេធ្វើឬបង្កើតលទ្ធផលប្រើនៅពេលសកម្មភាពនោះបង្កើតបានជាលទ្ធផលឬធ្វើអ្វីមួយលេចចេញមកឥឡូវឧទាហរណ៍ I made dinner for my family ខ្ញុំធ្វើម្ហូបល្ងាចសម្រាប់គ្រួសារ made នេះ dinner គឺនេះ She made a decision to study abroad នាងសម្រេចចិត្តទៅរៀននៅបរទេស made នេះ decision noun He made a mistake on the test គាត់ធ្វើខុសក្នុងការប្រឡងគឺគាត់អាចមានកំហុសក្នុងការប្រឡងនេះ mistake ហើយពាក្យ mistake នេះនិយាយទៅអង់គ្លេសត្រូវចាំថាជាពាក្យមួយគឺន័យវាច្រើនបើសិនជាបកប្រែជាខ្មែរប៉ុន្តែរបៀបប្រើនៅក្នុងអង់គ្លេសវាខ្លួនឯងក៏វាច្រើនដែរអញ្ចឹងយើងត្រូវរៀនយល់អំពីមួយហើយនៅពេលដែលរៀនពាក្យសម្រាប់អ្នករៀនជាមួយអ្នកផ្សេងគ្រូអត់ដឹងទេសម្រាប់រៀនមួយគ្រូណែនាំឲ្យគ្នាយើងកុំខ្វល់នៃការចាំខ្វល់ថាពេលដែលយើងមើលមេរៀនមួយយើងយល់អត់សុំតែប៉ុណ្្នឹងមកព្រោះឯមេរៀនតម្រូវឲ្យយើងឃើញមើលវា4ទៅ5ដងហើយមើលបើសិនជាយើងធុញក្នុងការមើលមេរៀនវីដេអូតែមួយយើងអាចជួបធ្វើខ្លួនឯងជួបមេរៀនហើយហាមរំលងមេរៀនមិនថានរណាក្រៅដែលគាត់ចែករំលែកក្នុងការរៀនមេរៀនអង់គ្លេសយើងតាំងចិត្តថាបើយើងឡងពេលរៀនហើយយើងរៀននៅមួយឆ្នាំប្រហែលខែដែលធ្វើយើងចេះតែផ្ដោតលើវានៅពេលដែលជួបវាតែ3 4ដងជួបញឹកទៅយើងចេះឯងមកកុំខ្វល់ថាចាំមកពេលរៀនហ្នឹងសំខាន់យល់អត់យើងមានអារម្មណ៍ថាអូយល់ហើយទោះបីយើងមើលមេរៀននេះចប់មើលមេរៀនមួយទៀតផ្លេចអានេះបាត់ក៏អត់បញ្ហាដែរគ្រូក្បាលវាកត់ទុកហើយអានេះអូខេឥឡូវចូលអាទី2 make បូក adjective មែនទេធ្វើឲ្យមានអារម្មណ៍ប្រើនៅពេលចង់ប្រាប់ពីការប្រែប្រួលនៃអារម្មណ៍ឬស្ថានភាព This song makes me happy បទចម្រៀងនេះធ្វើឲ្យខ្ញុំសប្បាយចិត្តនេះ makes នេះ happy នេះមិញយើងឃើញអានេះវាជាប់គ្នាមែនទេតែហេតុអីបាទនេះវាមានពាក្យ me បើសិនជាអង់គ្លេសគេហៅថា pronoun ជំនួសឲ្យខ្ញុំមកជំនួសឲ្យនាមមកបើសិននិយាយទៅកិច្ចយន្តផុតពី grammar past ពីទាំង3ទេបើសិនជាអ្នកចេះស្រាប់មើលមេរៀនគ្រូយល់ទៅហើយគ្រូមិនបាច់បកស្រាយច្រើនគឺយល់ឯងហើយនៅមួយមេរៀនពួក past ពីទាំង3គ្រូក៏អត់បញ្យល់ដែរនៅក្នុងនេះOkay, the news made them very angry. ព័ត៌មាននេះធ្វើឲ្យពួកគាត់ខឹងខ្លាំងអានេះ
Your support makes it easier for me ការគ្រប់គ្រងរបស់អ្នកធ្វើឲ្យខ្ញុំកាន់តែងាយស្រួលសម្រាប់ខ្ញុំធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ខ្ញុំបើយើងដឹងថា executive ជាមួយណានៅក្នុងនេះស្រួលហ្មងបើអត់ដឹងធ្វើម៉េចទៅរៀន grammar សិនអានេះ angry adjective អានេះ easier គឺជា adjective angry នេះ happy នេះឥឡូវ make បូក someone បូក verb បង្ខំឬក៏ឲ្យធ្វើស្តង់ដាររបស់វាហាមដាក់ to នៅពីមុខកិរិយាសព្ទក្នុងល្បတ်ធម្មតាសួរថាហេតុអី grammar មាន The boss made him work late មេបង្ខំឲ្យគាត់ធ្វើការយប់ជ្រៅពាក្យ late នេះមិនមែនស្មើនឹងយឺតទេណាគឺវាស្មើនឹងយឺតប៉ុន្តែក្នុងបរិបទនេះមិនមែនទេដូចគ្រូប្រាប់ចឹងភាសាអង់គ្លេសគឺវាមានច្រើនបែបបទក្នុងការប្រើរបស់វា My parents made me clean the house ឪពុកម្ដាយបង្ខំឲ្យខ្ញុំសម្អាតផ្ទះនិយាយទៅអានេះគ្រូគ្រាន់តែប្រាប់គ្នាយើងថាពាក្យ make នេះនៅពេលដែលវារួមជាមួយនឹងផ្នែកផ្សេងៗវាមានន័យថាម៉េចតែសម្រាប់ការពន្យល់លម្អិតណាគ្រូនឹងលម្អិតតមេរៀនក្រោយៗព្រោះអីគឺមេរៀនវាមិនអាចផ្ដុំតែមួយបានទេវាត្រូវការប្របែកច្រើនហើយវានឹងជួបនៅក្នុងមេរៀនក្រោយៗដែលគ្រូបន្ថែមបើគ្នាយើងព្យាយាមមើលវីដេអូនិងមើលមេរៀនដែលគ្រូដាក់ឲ្យទៅចេះឯងហើយទោះបីជាពេលនេះយើងយល់ខ្លះអត់យល់ខ្លះអីយើងត្រូវតែនិយាយទៅវាបាក់តិចវាច្រើនគ្រូមើលគ្រូយល់ខ្លួនឯងព្រោះឯងគ្រូចេះ grammar ស្រាប់បើមិនគ្នាយើងអត់ចេះត្រូវតែរៀនមុនរៀនជឿគ្រូ The movies made me cry a lot រឿងនោះធ្វើឲ្យខ្ញុំយំខ្លាំងអានេះទី4 make បូក object បូក adjective ស្ថានភាពរបស់វត្ថុ The rain made the road slippery ភ្លៀងធ្វើឲ្យផ្លូវរអិលឃើញទេ made ស្ថានភាពរបស់វត្ថុយើងដឹងថាស្ថានភាពរបស់ខ្នល់ធ្វើឲ្យល្អិលឃើញទេឃើញគេដាក់ឯអានេះ The sun made the clothes dry quickly គឺព្រះអាទិត្យធ្វើឲ្យឈុតឯកម្ដៅធ្វើឲ្យខោអាវស្ងួតយ៉ាងលឿនអានេះកម្ដៅតែនេះសានហ្នឹងគឺមានន័យថាព្រះអាទិត្យតែមិនគេដាក់ទៅកម្ដៅចង់និយាយថាអង់គ្លេសគឺគេនិយាយគេផ្គុំពាក្យប្រយោគអីដើម្បីឲ្យជនជាតិគេស្ដាប់ទៅវាយល់គេយល់ន័យតែខ្មែរយើងនៅពេលបកប្រែគឺយើងអាចបកប្រែធ្វើមិនឲ្យយល់ន័យឲ្យវាស៊ីជម្រៅនៃរបៀបបើសិនជាបរិបទខ្មែរយើងបែបហ្នឹងស្ថានភាពបែបហ្នឹងយើងប្រើបែបណាយើងយកក្រុមពាក្យហ្នឹងមកប្រើមកមិនបាច់ខ្វល់ថាបកប្រែជាមួយអង់គ្លេសទៅវាស៊ីគ្នាអត់វាជួបបកប្រែតាមមួយពាក្យនេះអត់កុំខ្វល់បើសិនជាគេប្រាប់ថាធ្វើអញ្ចឹងខុសមកពីម្នាក់ហ្នឹងគាត់រៀនអត់ទាន់ដល់ព្រោះអីអង់គ្លេសមួយវាខ្ចីភាសាគេមកច្រើនអញ្ចឹងទៅវាញ៉ៃតាមមកប្រទេសយើងដឹងថាវប្បធម៌នៃការនិយាយផ្សេងគ្នាការគិតក៏ផ្សេងគ្នាខុសគ្នាអញ្ចឹងហើយនៅពេលដែលវាយកមករួមគ្នាវាអាចធ្វើឲ្យពេលខ្លះភ្លាវពេលខ្លះស៊ីនៃគ្នាអញ្ចឹងទៅយើងអាចយល់សម័យគ្រូក៏បាក់ក្នុងការបញ្យល់ដែរនិយាយត្រង់អានេះ His success made his family proud ជោគជ័យរបស់គាត់ធ្វើឲ្យគ្រួសារមានមោទនភាពបើសិនជាយើងដឹងថា age object age adjective មេរៀនប៉ុណ្ណឹងស៊ីផុយអានេះ make បូក object បូក noun តែងតាំងឬក៏តួនាទី They made him leader of the group ពួកគេតែងតាំងគាត់ជាប្រធានក្រុម The word made him president សន្លឹកឆ្នោតធ្វើឲ្យគាត់ក្លាយជាប្រធានាធិបតី That experience made her a better person បទពិសោធន៍នោះធ្វើឲ្យនាងក្លាយជាមនុស្សល្អជាងមុនគឺយើងអ្នកខ្លះដែលគាត់អត់សូវចេះ grammar អាចមើលមេរៀនគ្រូឆ្ងល់បើមិនចេះស្ដាប់ហើយអត់បញ្ហាទេទី6 make បូក place បូក place បូក time បូក money បូក place ស្មើនឹងទៅដល់បូក time ស្មើនឹងតាន់ make money គឺស្មើនឹងរកលុយមកឧទាហរណ៍របស់វា We made it home safely ពួកយើងមកដល់ផ្ទះដោយសុវត្ថិភាព I hope I can make it on time ខ្ញុំសង្ឃឹមថាខ្ញុំអាចមកទាន់ពេល He makes a lot of money every month
có độ lôi bàn cho nên được khai cứ xong bị trẻ tịch mẹ riêng này ha cứ đào tạo bịa nè ở sau ban làm ớtประมาณนั้นนะพี่มึงผู้สัญญาทาlàm ớt มันไหนปนใต้เอดการได้bởi vì anh đừng về ai cho một máu nó ta mà bịa mà sinh sẽ rộp từng ó pe cho cứ dương trâu bầm bài mẹ riêng vía hay cứ nâng prap tha được bị bỏ prai viêm mà pe còi nóไป để cứ riêng cho mẹ riêngแบบแท้แต่ต้องนางปุเปียแต่เนื้อจุดเวียนางซ้อมเวียได้อันนี้ทีมไป make book particle แต่เขาทำpassive verb ที่ made up after the fight พวกแกบันทึกนี้ไว้กราบไปสลุกนี้อันทีมไปมันกี่มีประวัตินี้คือเปรียบซ้ำได้ระบบปลายรวมគ្នាนี่chỉ tới particle này cứ cái thằng bị tối hay năng rồi có chỉ preposition nè bị out bị up ní off into hay năng bị that we had to make này make mùi vịt nè tại vì mình bị do đi mà như tao bản thân dừng thọ bên grammarครูสอบเรียนคลายหายแล้วก็ด่าเนื้อรูปผลิตบัตรในขนมเมเรียนไก่มาเยอะเนาะแต่ปัญหาพวกอันนี้ยังเคยจังชงอไหมเนี่ยไม่อาคลายวินาจบขณีบาลปัญหาคลายวิบใบไก่มาเมียนโอเคอันนี้ they made up after the fight I can't make up what he is saying ខ្ញុំមិនអាចស្ដាប់យល់ថាគាត់កំពុងនិយាយអ្វីទេ I'll make up for the mistake ខ្ញុំនឹងសងប៉ះប៉ូវសម្រាប់កំហុសនេះវិញវាតកតងនឹងអាពីរនេះនៅពេលដែលវានៅមួយគ្នាវាបកប្រែមិន The thief made off with the bag ចាបានលុយរត់គេចខ្លួនបាត់ជាមួយកាបូប She made the room into an officeនាងបានការឆ្នៃបន្ទប់ឲ្យคล้ายទៅជាការិយាល័យធ្វើការอันนี้ we have to make do with what we have យើងត្រូវតែទ្រាំប្រើប្រាស់តាមអ្វីដែលយើងមានសិនឥឡូវចេះគ្រប់មកមេរៀនពាក្យមេទាំងអស់មានតែនេះហេបាក់ជាងគេបើយើងចង់ចេះរៀន grammar តើទៅនឹងវាគឺវានៅក្នុងមេរៀន verb prefer passive verb ទី3 make ដែលវា imperative ឬក៏ attitude use make it quickly please សូមជួយឲ្យលឿនបន្តិចដែលមុននឹងគេប្រាប់ថាតកតងនឹងអីគេចេះគ្រូភ្លេចដែរបញ្ជាឬបង្ហាញកក្រិយាមែនអត់ស្ដាប់ដូចជាបញ្ជាឬក៏ប្រាប់អញ្ចឹងនេះជាមូលហេតុដែលគ្រូអាចារ្យគ្នាយើងបូកពាក្យមែនទេបដូរពាក្យខ្មែរនិងអង់គ្លេសនៅពេលយើងប្រាប់ថាបញ្ជាយើងស្ដាប់ទៅបញ្ជាហ្នឹងពាក្យហ្នឹងឧទាហរណ៍គេបញ្ជាយើងដល់ហើយតែអង់គ្លេសអត់ទេណាវាអាចបញ្ជាក្នុងន័យល្អដូចប្រាប់ដូចណានាំពេលខ្លះពាក្យបកប្រែមកដូចគ្នាមានតែការសង្កត់ន័យឬការប្រាស់ខុសគ្នាសម្រាប់ភាសាផ្សេងគ្នាand make sure you lock the door ត្រូវប្រកាសថាអ្នកបានចាក់សោទ្វារ make yourself comfortable ធ្វើខ្លួនឲ្យបើថាធ្វើខ្លួនតាមស្រួលកុំរអាញចិត្តកុំក្រែងចិត្តអីចឹងណាគឺពាក្យហ្នឹងគឺអាចប្រើនៅក្នុងអត្ថន័យបរិបទបែបហ្នឹងបានទី4 made of ឬក៏ made from ឬក៏ made with វត្ថុធាតុដើម The table is made of wood តុនេះត្រូវធ្វើឡើងពីឈើនៅឃើញសាច់ឈើឥឡូវប្រាប់តិចអា of នេះអា3នេះគឺវាស្តៀងគ្នាប្រយ័ត្នណាបើសិនជាយើងប្រើពាក្យ of គឺយើងចង់បញ្ជាក់ថាវត្ថុធាតុដើមដែលគេយកមកប្រើដូចគេបំលែងទៅជាអ្វីមួយយើងទៅវាថាយើងដឹងហ្មងថាគេធ្វើពីអីគឺយើងប្រើពាក្យ of គឺនេះឃើញគេដាក់ទៅនេះអត់នៅឃើញសាច់ឈើសម័យរូបភាពឃើញតុកនឹងជាឈើអូតុកនឹងធ្វើពីឈើតាឃើញទេប៉ុន្តែអានេះ wine is made from អានេះគេអានថាម៉េច grapes
ឬក៏ grapes អានខុសទៀតស្រាត្រូវបានធ្វើឡើងពីត្រពាំងបាយជូរបដូររូបរាងអស់ពាក្យ from នេះគឺយើងចង់មានន័យថាធ្វើពីអីមួយបដូររូបរាងយើងមើលអត់ដឹងគឺយើងអាចច្រឡំគឺគេប្រើពាក្យ from ជាមួយ with ម្ដង This soup is made with fresh vegetable ស៊ុបត្រូវបានធ្វើឡើងដោយជាមួយបន្លែស្រស់អានេះគឺថាលាយចូលគ្នាហ្មងភាគច្រើនពាក្យ with នេះគឺស្មើនឹងពាក្យលាយចូលគ្នាតែអានេះទី2នេះគឺពាក្យ from នេះគឺវាថាធ្វើពីអីមួយប៉ុន្តែវាស្តៀងនឹងអាទី1ដែរតែយើងមើលអត់ដឹងយើងត្រូវការគេមកប្រាប់ឬក៏បញ្ជាក់តែអា off នេះគឺធ្វើអំពីអីដែលយើងមើលឃើញយើងដឹងហ្មងបើថា off glass គឺធ្វើពីកញ្ចក់ឬក៏វត្ថុដើមធាតុដើមដែលយើងមើលដឹងថានៅរូបរាងដើមវាគ្រាន់តែថាមានន័យដឹងវត្ថុធាតុដើមវាគ្រាន់តែថារូបរាងវាបដូរគឺប្រយ័ត្នតិចអា3ហ្នឹងចូលទី10ម្ដង make វាជាតួនាទីចំណោនអានេះម៉ាកឬក៏យីហោ What make is your car តើរថយន្តរបស់អ្នកម៉ាកអ្វី To sell different makes of computers ពួកគេលក់ computer ច្រើនម៉ាក It a high quality make វាជាម៉ាកដែលមានគុណភាពខ្ពស់គឺតនេះវាទៅជាម៉ាកវិញអានេះជាហេតុផលដែលគ្នាយើងពាក្យច្រើនបកប្រែចេញដោយសារអីយើងអត់ដឹងថាពាក្យមួយគឺវាមានន័យបែបណាខ្លះដល់ពេលនៅពេលដែលបកប្រែជាខ្មែរឥឡូវអានេះសេចក្តីសរុបនឹងចំណុចការពារការភ័ន្តច្រឡំរបស់យើងរូបភាពរួម make ផ្ដោតលើលទ្ធផលឬការផ្លាស់ប្ដូរស្ថានភាពបើសិនយើងនឹងចំណុចហ្នឹងមេរៀនផ្សេងៗយើងអាចយកទៅប្រៀបធៀបហើយនឹងគិតថាប្រើមិនតែយើងកុំខ្វល់ពេកអាពាក្យអស់នេះវាពិបាកណានិយាយមកវាជាក្រុមពាក្យដែលប្រើបានច្រើនផ្នែកហើយខ្មែរយើងអត់មានអញ្ចឹងទេយើងអាចពិបាកនឹងទទួលយកវាប៉ុន្តែអត់បញ្ហាយើងត្រូវការម្ដងតិចអានេះ make vs do នេះគេថាពីហ្នឹងស្ដាប់វិបក5មកគឺធ្វើដូចគ្នាយើងដឹងតែមិញ make ក៏ស្មើនឹងធ្វើមែនទេប៉ុន្តែ make ប្រើសម្រាប់បង្កើតអ្វីថ្មីឬសម្រាប់ចិត្តចំណែក do ប្រើសម្រាប់សកម្មភាពកតាបកិច្ចឬការងារដដែលវាថាធ្វើដដែលរបស់ដែលមានស្រាប់ប៉ុន្តែអា make នេះគឺវាបង្កើតថ្មីហ្មងប្រយ័ត្នតិចនេះ passive voice ប្រើទម្រង់ត្រូវគេបង្ខំត្រូវថែម to វិញ be made to do បើសិនជាយើងដឹងថាអីជាទម្រង់ធម្មតាអីជា passive voice អានឹងអត់បញ្ហាសម្រាប់យើងទេ made of vs from នេះ made of vs from គឺអានេះគឺមានន័យថាចេះ made of ហើយនឹង vs made from គាត់ថាគេដាក់អានេះឲ្យគេអត់ចង់មកដាក់បន្ថែមពីមុខគេមេរៀនឲ្យវាញ៉ៃវាវែងពេក made of ប្រើបើនៅឃើញវត្ថុធាតុដើមដូចគ្រូបញ្យល់មកអញ្ចឹងចំណែក made from ប្រើបើវត្ថុធាតុដើមបដូររូបរាងទាំងអស់អានេះបើថារឿងផ្សំអានេះផ្លេចគ្រូផ្លេចដាក់with បើពួកអា with គឺយើងដឹងហើយមិញគឺវាលាយគ្នាហ្មងទោះបីជាយើងអាចមើលឃើញពីវត្ថុធាតុដើមវាខ្លះយើងដឹងខ្លះប៉ុន្តែគឺគេចង់សំដៅថាវាលាយគ្នាគឺគេប្រើ with This soup is made with fresh vegetable អានេះគ្រូកាត់វាអស់ខ្លាំង sorry with fresh vegetable គឺស៊ុបនេះធ្វើចេញអំពីមានធ្វើជាមួយនឹងស៊ុបបន្លែស្រស់បន្លែស្រស់អីចឹងនេះចំណុចសម្គាល់បន្ថែមបន្តិចដើម្បីមកគ្រប់មេរៀនវាគឺវានៅមានពួកដែលនៃដូច
នៃផ្ទុយហើយនឹងចំណុចគូប្រយ័ត្នហើយនឹងបន្ថែមផ្នែកសំឡេងនៃការប្រើវីដេអូស្តៀងគ្នានេះពាក្យដែលមានសំឡេងដូចឬក៏ស្តៀងអូអានេះ confusing sounds តែអានេះគ្រូអានអត់ចេញនិយាយត្រង់ពាក្យខ្លះក៏គ្រូអត់ដឹងណាព្រោះអីការគ្រូរៀនដំបូងគ្រូផ្ដោតតែរបៀបប្រើវាអាចវាសម្គាល់ពួកដូចគឺប្រាប់ថាសម្រាប់អូនដែលត្រៀមប្រឡងមិញហ្នឹងគ្រូអត់សូវផ្ដោតទេ Homophones. Homophones. homophones អានេះជាមួយនឹង confusing sounds ការដឹងពីសំឡេងជួយឲ្យយើងមិនច្រឡំអត្ថន័យពេលស្ដាប់នេះ made ជាទម្រង់អត្ថការនៃ make អានេះ made ដែរប៉ុន្តែសំឡេងដូចគ្នា100%ប៉ុន្តែមានន័យថាស្រីបំរើឬអ្នកបំរើក្នុងផ្ទះឃើញទេតែចេះវិញអានេះ made ខុសគ្នាថើហើយនឹង the made សំឡេងស្តៀងតែបញ្ចប់ដោយថើមានន័យថាមិត្តភ័ក្តិឬដៃគូ made room ឆ្លប់លឺអត់អានេះ man សំឡេងស្តៀងគ្នាតែបញ្ចប់ដោយ n មានន័យថាចម្បង main role សម្រាប់អ្នកធ្លាប់លេងហ្គេមឥឡូវទី2ពាក្យន័យដូចនិងន័យផ្ទុយអានេះ synonyms and អានេះអត់ហ៊ានអានទេខ្លាចអានខុស Antonyms. Antonyms. គ្រូនិយាយគ្រូចង់ប្រាប់តិចគ្រប់គ្នាដែលឆ្ងល់ឬក៏អត់ជឿជាក់ក្នុងការអានពាក្យរបស់ខ្លួនឯងជឿគ្រូធ្វើតាមគ្រូចូល Google ឲ្យ Google អានស្ដាប់ព្រោះអីយើងដឹងថាអង់គ្លេសវាញញ៉ៃត្រង់នេះបន្តិចពាក្យវាមួយមែនទេក្បួនរបស់វាបើសិនយើងធ្លាប់រៀន grammar ទៀតធ្លាប់រៀនពួកស្រៈនៅខ្ញុំជំនាញ IPA ដឹងថាស្រៈនីមួយៗនៅពេលវានៅដើមពាក្យចង់ពាក្យកណ្ដាលពាក្យវាប្រែប្រួលសលេងបែបណាខ្លះអាហ្នឹងស្រួលក្នុងការអានហ្មងអ្នកធ្លាប់រៀនមួយគ្រូដឹងហើយអានេះការយល់ពីពាក្យទាំងនេះជួយឲ្យយើងបញ្យល់នៃពាក្យមេឃបានកាន់តែទូលំទូលាយមិនថាយើងយល់ខ្លួនឯងបញ្យល់គេឬក៏មិនក៏ដោយអានេះន័យដូចចិត្តចាប់ហើយ create products អានេះ products ឬនឹង build ប្រើជំនួសក្នុងន័យបង្កើតឬក៏ផលិតអានេះ products ឈប់សិនអានេះគ្រូចង់ផ្លេចថាពាក្យនេះគេអានថាម៉េច Cause. Cause. គេប្រើជំនួសក្នុងន័យបង្កឲ្យកើតមានឧទាហរណ៍ make cause trouble គឺវាស្តៀងបើសិនពាក្យ create នេះគឺក៏បង្កើតអានេះក៏ផលិតអានេះក៏បែបថាសាងសង់អានេះ cause នេះគឺខាងនេះមានន័យវាច្រើនតែក្នុងនេះគឺវាថាបង្កឲ្យកើតមានហេតុតែពិច្រើនពាក្យ cause នេះគឺក្នុងន័យអវិជ្ជមានតិចអត់សូវល្អទេនៅពេលដែលមានវាប្រើក្នុងន័យអត់សូវល្អ force ប្រើជំនួសក្នុងន័យបង្ខំឧទាហរណ៍ make យើងដឹងហើយមិញអានេះ force someone to do និយាយទៅអង់គ្លេសបើសិនជាគេប្រើពួកអាពាក្យនេះពាក្យ make នេះគឺវាប្រើជំនួសពួកហ្នឹងបើសិនយើងធ្លាប់រៀនយើងត្រូវដឹងថាចេះអង់គ្លេសវាមាន3វណ្ណៈថ្នាក់ទាបថ្នាក់កណ្ដាលថ្នាក់ខ្ពស់ហើយការនិយាយជាភាសាក៏តាមនឹងមានផ្លូវការហើយនិងមិនផ្លូវការអញ្ចឹងហើយបានជាពួកនេះគឺវាត្រង់ថាចេះគេប្រើក្នុងន័យឲ្យស្រួលក្នុងការនិយាយស្មើពាក្យ make នេះគឺប្រើនៅក្នុងនិយាយទូទៅដែលគេប្រាប់ថានេះតាណាទេអានេះគ្រូឲ្យបានដាក់
គឺជាន័យដែលគេប្រើទូទៅច្រើនប្រចាំថ្ងៃសម្រាប់ពាក្យ make នេះវានៅក្នុងក្រុមពួក informal ដែលមិនសូវផ្លូវការបើផ្លូវការបដ ாய் គេប្រើពួកអស់នេះគឺន័យចំហ្មងនិយាយទៅចាំពេលរីមេក្រោយៗគឺបញ្ជាក់គ្រូដាក់ថែមហើយក្នុងនេះដែលគ្រូដាក់ហ្នឹងគឺជាទម្រង់ដែលគេប្រើប្រចាំថ្ងៃញឹកដែលយើងជួបញឹកមេរៀននឹងវាបបែកពាក្យនឹងវាបបែកក្នុងន័យបែបណាអីចាំមេរៀនក្រោយៗទៅយើងដឹងហើយតែគ្រូសន្យាថានឹងដាក់ឲ្យអស់ន័យគ្រូមិនអាចដាក់អស់បានទេព្រោះវាច្រើនពេកអាចនឹងពាក្យនេះមួយវាចំណាយពេលរាប់ម៉ោងចូល1ម៉ោងអីយូរចឹងយើងត្រូវផ្ដោតថាយើងដឹងថាវាប៉ុណ្ណេះសិនមកបានហើយនៅពេលដែលយើងរៀនផ្សេងៗវាគួបគ្នាយូរទៅចេះឯងហ្មងអានេះនៃផ្ទុយរបស់វា destroy ruin break អានេះអានថា ruin destroy ruin break ក្នុងន័យបំផ្លាញឬធ្វើឲ្យខូចផ្ទុយពីការបង្កើតព្រោះពាក្យ make គឺវាស្មើនឹងបង្កើតមែនទេអានេះ fail miss ក្នុងន័យបរាជ័យឬមិនបានសម្រេចផ្ទុយពី clear make it ដែលយើងនិយាយថាសម្រេចអីបានអីចឹងនេះទី3ចំណុចគួរប្រយ័ត្នបំផុត command paste false ដើម្បីកុំឲ្យងាយឆ្ងល់ឬប្រើខុសវេយ្យាករណ៍ត្រូវចងចាំចំណុចទាំងនេះវាមេខ្លះកុំបកប្រែពាក្យ make ថាធ្វើគ្រប់ពេលឃើញទេបើសិនបើឃើញ clear make it មានន័យវាមិនមែនមានន័យថាធ្វើវាទេតែវាមានន័យថាជោគជ័យឬមកតាន់ពេលឬទៅដល់នេះ I made it ខ្ញុំធ្វើបានហើយខ្ញុំមកដល់ហើយទៅអញ្ចេះវិញនេះច្បាប់អក្សរ to ចំណុចស្លាប់រស់ចង់និយាយថាអានឹងមួយទៅដាក់ខុសគឺខុស grammar គឺន័យគេអាចនឹងពិបាកយល់សម្រាប់ជនជាតិផ្ទាល់អានេះក្នុងល្បះធម្មតា make បូក someone បូក verb 1 ham ដាក់ to ឧទាហរណ៍ make you laugh សំដៅ make him laugh ក្នុងល្បះធម្មតា make បូក someone បូក verb 1មែនទេ ham ដាក់ to ថា make him laugh ប៉ុន្តែក្នុងល្បះត្រូវបានគេបង្ខំ passive be made បូកនឹង to បូក verb 1ត្រូវដាក់ to ឧទាហរណ៍ I was made to laugh ការប្រើជាមួយកិច្ចការផ្ទះនេះឃើញទេបើសិនជាយើងដឹងថា ag passive voice អីជាអីគឺមេរៀនអស់ហ្នឹងវាអត់ពិបាកទេស្រួលហ្មងសម្រាប់គ្នាយើងដូចគ្រូចឹងគ្រូចេះហើយគ្រូគ្រាន់តែមើលគ្រូដឹងហ្មងថាពាក្យហ្នឹងមានន័យថាម៉េចអានេះការប្រើប្រាស់ជាមួយកិច្ចការផ្ទះ make vs do អ្នករៀនដំបូងតែច្រឡំប្រើ make homework នេះប៉ុន្តែក៏ពិតតាមពិតគឺ do homework ព្រោះវាជាកិច្ចការដែលត្រូវបំពេញមិនមែនជាការបង្កើតរបស់ថ្មីលេចចេញមកហើយសរុបមកការបែងចែកសំឡេង made បានធ្វើឬ made នៃបម្រើនឹងការយល់ពីច្បាប់ដាក់ to គឺជាគន្លឹះសំខាន់បំផុតសម្រាប់ដើម្បីប្រើពាក្យនេះឲ្យមានស្តង់ដារយល់ទេញ៉ៃញ៉ៃទេវាញ៉ៃញ៉ៃប៉ុន្តែគ្នាយើងកុំទៅខ្វល់វាពេករៀនចាំក៏អត់ទៅសំខាន់ណាស់ពេលមើលគ្រូបរិញ្ញានឹងយល់អត់ដូចគ្រូប្រាប់ចឹងចង់យល់ខ្លាំងទៅមើលពួកgrammar ថែមតែពេលរៀន grammar ហើយនិយាយទៅគ្មានមេរៀនណាដែលមើលម្ដងហើយចេះទេសូម្បីតែគ្រូមិនដឹងថាប្រមាណ100ដងឯងជួបពាក្យហ្នឹងនៅតែចេះមិនអស់វានៅតមេរៀនក្រោយៗទៀតយើងកុំនេះមុនដំបូងគ្រូសន្យាថានឹងដាក់ពេញមិនអត់តែដាក់ពេញអត់កើតហ្មងហ្នឹងហើយអរគុណ